Im nè ní cứ im mồm, nè mà đai được bọc nhom. Năm ní im mồm min vay 50 ปีឆ្នាំហើយបងប្អូនសាច់ញាតិអ្នកជិតខាងស្គាល់ម៉ាក់ថាពូកែនិយាយលឺហើយសើចវិញក៏លឺដែរបាននិយាយពីចំណងចំណូលចិត្តរបស់ម៉ាក់វិញគឺចូលចិត្តដាំផ្កាអីក៏បានដែរឲ្យតែជាផ្កាគឺគាត់ដាំពេញផ្ទះតែម្ដងអនាគតទៅចង់លក់ផ្កាឥឡូវអាយុ70ហើយអត់ទាន់បានលក់ផងឥឡូវមានដើរទិញសួស្តីទាំងអស់គ្នាខ្ញុំអៃលីនហងៃហ្នឹងនៅផ្ទះមួយម៉ាក់ប៉ុន្តែទៅធ្វើការប្រឡំបាត់ប្រឡប់ចូលអត់ដឹងថាម៉ាក់នៅផ្ទះមួយថ្ងៃគាត់ធ្វើអីគេខ្លះហេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមករស់នៅក្នុងជីវិតម៉ាក់ខ្ញុំមួយថ្ងៃអត់ដឹងមិនម៉ែតោះចាប់ផ្ដើមឥឡូវទាំងអស់គ្នាម៉ោង7កន្លះហើយម៉ាក់ងើបព្រៀបចំខ្លួនហើយយើងទៅរកម៉ាក់សិនថាគាត់ធ្វើអីគេមុនគេប្រឡំឡើងម៉ាក់ប្រឡំឡើងអញទៅណាមុនគេតម្លើងម៉ាក់ដាំទឹកតែដាំបបរប៉ាហើយនឹងគួយទឹកត្រៀមខ្លួនយ៉ាងហ្នឹងម៉ាក់ទៅសាតែម៉ាក់ដាំប្រមោហើយអញ្ចឹងខ្ញុំចាប់ផ្ដើមចេញទៅសាមួយម៉ាក់ហ្មងទិញម្ហូបជំរះចានផងចឹងលាងចានសិនព្រោះនៅក្នុងជីវិតម៉ាក់មួយថ្ងៃអញ្ចឹងឥឡូវខ្ញុំអ្នកធ្វើម៉ាក់លាងសាប៊ូហើយខ្លួនឯងជំរះទៅអូខេចឹងទាំងអស់គ្នាចានបានលាងរួចរាល់ឥឡូវយើងចេញទៅសាមួយម៉ាក់ហ្មងម៉ាក់ទៅសាណាឥឡូវម៉ាក់ទៅគួរស្រូវអូខេតោះចឹងនៅចិត្តផ្ទះជាងគេមែនហ្នឹងហើយទៅចិត្តខ្ញុំអត់ដែរទៅទេអ្នកនរគ្នាអស់លើកទី1អ៊ំមកនេះលក់ម៉េចជីតាមផ្លូវឃើញអ៊ំលក់តកូនដល់ទាំងអស់គ្នាជួយទិញគាត់តកូនយក3ដុំអ៊ំមកនេះស្លឹកអីអ៊ំអូនេះទិញ2ថងម៉ាក់មួយថងហើយ2ថង2ម៉ាណែអស់16500ឲ្យអ៊ំ20000ហ្មងណាអ៊ំចាអរគុណច្រើនអ៊ំទៅសិនណាអ៊ំចាថ្ងៃហ្នឹងមិនធ្វើម្ហូបអីគេម៉ាក់ចង់ស្លต้មយំต้มยำអីគេต้មយំបង្កងមួយសាច់មាន់អញ្ចឹងយើងទៅទិញមាន់ទាំងអស់គ្នាឥឡូវម៉ាក់គាត់ស្លต้มយำអញ្ចឹងគាត់ត្រូវការទិញសាច់មាន់ហើយស្លមួយអីគេម៉ាក់សាច់មាន់មួយបកងមួយបកងចុះឥឡូវម៉ាក់ទិញអីគេទៀតខ្ញុំអាម៉ាក់មើលត្រីទិញត្រីប៉ាសិនតោះចឹងនេះប៉ិនហើយកេះនៅមួយហ្នឹងទៅអីអានេះទិញឲ្យប៉ានេះទិញឲ្យប៉ាពីរអ្នកខ្ញុំភាគច្រើនអត់សូវញ៉ាំត្រីតែតាប៉ាទេ45ទេយាយឥឡូវលក់ឲ្យ45ហ្មង25ក៏អត់ចេះដែរមិញហ្នឹងម៉ាក់ទិញមាន់ជាមួយត្រីហើយប៉ុន្តែគាត់ឲ្យគេសម្អាតឲ្យខ្ចប់ឲ្យសិនអញ្ចឹងទៅវិញមិនគិតលុយឥឡូវគាត់មកទិញបន្លែតោះអានេះដោះឲ្យនៅថ្ងៃមុនពិបាកដោះស្ទឹងងាប់អូនជួយដាក់ជាអាណាហើយនឹងអីឲ្យបន្តិចណាមិនម៉ាក់អានេះរៀងកងក់ដីបាច់បន្លែហើយអរគុណបងអស់13000តោះអស់ម៉ានដែរអស់13000ម៉ាក់ចឹងឲ្យនៅហើយអាណាផុយសាច់គោចាអរគុណពូមកមួយម៉ាក់ខាតឬក៏ចំណេញខាតឬក៏ចំណេញហ្នឹងដែរយើយមាន់ម្ដងកូនកើតកូនសាម៉ាក់ម្ដងទិញប៉ុណ្ណឹងមិនមែនមកសាម្ដងហ្នឹងហើយម៉ាក់ទិញប៉ុណ្ណឹងត្រីថ្ងៃហ្នឹងទិញបានរៀងតិចរាល់ដងម៉ាក់ទិញត្រីបានច្រើនជាងនេះមិនមានភ្លេចបកងស្លតុងយ៉ាមហ្មងទិញបកងស្លតុងយ៉ាមខ្ញុំនៅនោះនៅទលេចាហ្នឹងគេចិញ្ចឹមប៉ុន្តែវាដូចថាវាមានឆ្ងាញ់ហ្នឹងសាច់វាណែនវាមានជាតិដាក់ចូលកូនឡានចង់មិនថាយើងអ្នកគេងយូរអត់ដឹងថាម៉ាក់ផឹកឡើងធ្វើអីខ្លះនេះម៉ោងទៅតា8ផឹកឯងគាត់ធ្វើបានឡើងមួយកណោខ្ញុំរត់ដងម៉ោង11អត់ខកចឹងទាំងអស់គ្នាឥឡូវនេះម៉ោង8កន្លះហើយមកញ៉ាំអីផឹកមួយម៉ាក់ហើយបានទៅផ្ទះវិញមកកាទៀវសិនម៉ាក់យកកាទៀវសាច់គោកាទៀវសាច់គោមិញទៅសានៅគូស្រាហើយដល់មកញ៉ាំអីមកញ៉ាំដល់តែខ្មាស់កាទៀវសាច់គោ2ទៀវគ្រឿងសមុទ្រពិសេស1បងមិញម៉ាក់ហៅសាច់គោហើយទៅម៉ាក់ដូរយកគ្រឿងសមុទ្រពិសេសចឹងអូនដូរយកសាច់គោអស់ម៉ាក់វិញហើយញ៉ាំហើយបានយើងទៅផ្ទះធ្វើម្ហូបម៉ាក់ខ្ញុំចង់សួរម៉ាក់មួយចង់ដឹងថាម៉ាក់ដឹងពីលីនច្បាស់អត់ជាទូទៅបើសិនជាញ៉ាំកាទៀវលីនអត់ចូលចិត្តដាក់អីគេអត់ចូលចិត្តដាក់ជីសណ្ដែកបដោទាំងអស់គ្នារៀបចំឥឡូវហ្នឹងម៉ោងខ្ទង់10កន្លះហើយត្រូវដល់ម៉ោងធ្វើម្ហូបថ្ងៃពីម្ហូបដែលយើងទិញមកព្រឹកមិញឥឡូវម៉ាក់អានេះធ្វើម៉េចម៉ាក់ហាន់ទៅកូនហាន់ឆាប់អូក្រាស់មែនអូយល់ហើយហាន់ចឹងហាន់ទាំងអស់ហ្នឹងម៉ាក់មានសំណួរសួរម៉ាក់ហេតុអីបានតាំងពីតូចដល់ធំម៉ាក់អត់ដែរបរៀនខ្ញុំធ្វើម្ហូបខ្ញុំឃើញម៉ែមិត្តភក្តិខ្ញុំវាយហូបអីបរៀនធ្វើម្ហូបហើយម៉ាក់ខ្ញុំអត់ដែរបរៀនទេអត់ដែរបខំអីធ្វើព្រោះបរៀនទៅកន្លែងចរានបាយវល់ពេកហើយឲ្យស្លមជូរតកូនម្ដងស្លទៅលើបបបាយជ្រូកតិចចក្រានបាយអត់ស្អាត
ធ្វើឡើងវល់វល់ ឥឡូវយើងដាក់សាច់ចូលកូរមួយគ្រឿងដែលយើងបានលីងមុនហ្នឹងហើយម៉ាក់អានេះបាន 50% ណាម៉ាក់ ហើយជានៅទេកូនតិចទៀតទៅ បន្លែហ្នឹងយើងដាក់បានទីម៉ាក់ ដាក់ទៅមកពុះឡើងទៀតទៅកូន ឥឡូវអ្នកទាំងអស់គ្នាស្លោតឹងយ៉ាំម៉ាក់ឆ្អិនហើយនេះ ម៉ាក់ឆ្អិនណាខ្លួនឯងអ្នកស្លឥឡូវភ្លក់មើលសិន ភ្លក់សិនទៅ កើញ៉ាំមានថៃឆ្ងាញ់ខាងគេដែរ អូខេញ៉ាំបាយសិនញ៉ាំពេលថ្ងៃញ៉ាំជុំគ្នា ទាំងអស់គ្នាឥឡូវនេះម៉ោង 7:01 ហើយថ្ងៃហ្នឹងម៉ាក់ថាគាត់ចង់ទៅទិញដើមផ្កាយកមកដាំបន្ថែមនៅក្រោយផ្ទះនៅជុំវិញផ្ទះអីចឹងប៉ុន្តែឥឡូវនេះមេឃភ្លៀងខ្លាំងអញ្ចឹងអត់ទាន់បានទៅទិញដើមផ្កាហើយនេះម៉ាក់ពងតាបាញ់កូនសัตว์ឥឡូវបាញ់វាធ្លាក់ហើយចាំរាំងភ្លៀងចាំយើងទៅទិញផ្កាថែមព្រោះម៉ាក់ខ្ញុំមើលតែប៉ុណ្្នឹងដឹងហើយចាគាត់ថាក្តីសម័យរបស់គាត់ពេលធំឡើងគាត់ចង់លក់ផ្កាឥឡូវបានលក់ផ្កាបានដាំផ្កាពេញផ្ទះ ឆយអើយទិញផ្កាមកដល់ម៉ោងហើយតើ ទាំងអស់គ្នាឥឡូវនេះបើដល់ឡើងទិញផ្កាយមេឃរៀងនៅឥឡូវមកឡំគាត់មកដល់ប្រកបរត់ចូលដល់ក្នុងបាត់ហើយអញ្ចឹងយើងមកមើលទាំងអស់គ្នាមើលថាអ៊ីមុំគាត់ទិញផ្កាអីគេខ្លះ បងអាផ្កាមកជុលរបៀបឡើងចេះចេះអសនេះអូនស្រឡាញ់ដែរនេះ មានអីអាហ្នឹងស្អាតតើ បងលើកអាធំចេញមកមកគុំហ្នឹងមើល មកកុំហ្មងម៉ាក់ ថា10រៀល $10មួយកូន បងអានេះដូចល្អជាងអានោះមើលនេះមើលបង ទាំងអស់គ្នាដើមនេះសិតតែដាក់នៅក្នុងម្លប់បានណាចឹងខ្ញុំត្រូវទិញខ្លាំងទៅដាក់នៅអអ៊ីសខ្ញុំដែរ ម៉ាក់យកទៅដាក់កន្លែងនេះមកដើម យកទៅដាក់សួរដើមអត់អីហ្នឹង អាហ្នឹងគាត់ថាត្រូវក្តៅត្រូវអីយើងអត់សូវបាច់ថែតកៅដែរអូហ្នឹងត្រូវហើយសួរហើយអូយម្នាក់ស្អាតណាស់លោក អូយមានចការរើសយកតែម្ដងចាចង់5 6ថោហើយមកផ្លែតមិនចូលតែ5នាទីទេនិយាយទៅរើសអត់សួរតម្លៃតែម្ដង ចាំអ៊ីគាត់យកផ្កាទៅដាំឲ្យហើយយើងចេញពីកន្លែងនេះម៉ាក់ថាទៅមើលនៅក្រោយមកកន្លែងទៀតសិន មួយ10រៀលបងចុះបន្តិចទេអីអត់ចុះឲ្យបន្តិចទេ70000គួរទៅខ្ញុំយកនេះមកកញ្ចប់ទៀតនេះនេះអាពីរនេះ70000អានេះមកកញ្ចប់ទៀតហើយថ្លៃតកៅបងឯងមើលខ្លាចទៅខ្លាចតែតកៅបាយកណ្ដាងក៏ខ្លាចអាហ្នឹងអត់ដុសតកៅទេ ហ្នឹងអត់ទេ អត់ទេអូនអត់13 អត់ចំណេញទេម៉ាក់ទៅណាកន្លែងណានៅណាមួយទៀតម៉ាក់ ម៉ាក់គិតថាទៅមើលអាបកាមជុលមកថោនៅក្រោយ អត់តោះចឹងទៅហត់អាបងរំមើល ទិញអាបកាទេ ទិញតែផ្កាទេ អនាគតទៅចង់លក់បកាឥឡូវអាយុ70ហើយអត់ទាន់បានលក់ផងឥឡូវមានដើរទិញ ពីរនោះអស់ម៉ានបង3រៀល5រៀល8រៀល អានេះស្អាតទេស្អាតទេ អត់ទេម៉ាក់ដូចពស់ ដូចពស់ហ៎យកទៅលាយគ្នាឃើញផ្កាប្រហែល ឃើញផ្កាមិនបានមិញរត់ទិញតែផ្កាជ័រទេខ្ញុំអ្នកលក់ប្រាប់តើណែជ័រហើយឆាអ្នកទាំងអស់គ្នាបាន4ថោទៀតហើយទិញច្រើនចឹងមិនមែននៅផ្ទះអត់មានផ្កាណាណោពេញក្នុងឡានហើយណាម៉ាក់ ហើយអស់ហើយ អូខេទៅទេ បាយបាយ បាយបាយ អីគេបន្ទាប់ហ្នឹងហើយស្លាក់វាតាស្លាក់នេះ ចឹងតើអស់គ្នាមិញពួកខ្ញុំទិញអានេះមកប៉ុន្តែវាអត់ទាន់មានថោឯងអញ្ចឹងម៉ាក់ដូរថោអានេះដាំតាមម៉ាក់ឃើញម៉ាក់ធ្វើមិនធ្វើចឹង ដាំទៅឡាញ់ទៅទិញ មិនដល់ម៉ែចូលចិត្តដាំផ្កាដាំផ្កា ចូលចិត្តបកាដាំ ផ្កាផ្ទះដូចសួនព្រៃ Amazon មកភូមិនេះមានផ្ទះខ្ញុំទេសិតតែដើមឈើ ខ្ញុំសួរម៉ាក់មកសំណួរពាក់ព័ន្ធជាមួយនឹងលេនម៉ាក់អាចពណ៌នាលេន3ពាក្យបានអត់ លៀនជាមនុស្សភាសាកែរលុយដឹងចិត្តម៉ាក់ចូលចិត្តទិញស្អីម៉ាក់ញ៉ាំលៀនទិញមកដាក់ទៅមានបោះញ៉ាំញ៉ាំទាំងអស់គ្នា អ្នករំបែបណាដែលមកធ្វើការមួយថ្ងៃជាមួយម៉ាក់ មានអារម្មណ៍ថារហងៃអត់សូវបាននៅមួយម៉ាក់ចឹងតែអត់ដឹងថាម៉ាក់ធ្វើអីខ្លះចឹងឯងនៅមួយម៉ាក់មួយថ្ងៃតែអត់ដឹងថាម៉ាក់ធ្វើអីខ្លះធ្វើមួយគាត់ទៅ រាប់អត់អស់ហងមួយថ្ងៃហ្នឹង មួយថ្ងៃហ្នឹងធ្វើអត់អស់ហងចឹងបងប្អូនគ្នាដើម្បីកុំឲ្យវីដេអូហ្នឹងវែងខ្ញុំសូមបិទវីដេអូហ្នឹងខំប៉ុណ្ណឹងបើចង់ជួបមួយម៉ាក់ហើយខ្ញុំនៅវីដេអូក្រោយទៀតកុំភ្លេច comment នៅខាងក្រោមម៉ាក់បាយបាយមួយម៉ាក់ បាយបាយ បាយបាយអរគុណអ្នកទាំងអស់គ្នាជួបមួយខ្ញុំអៃលីននៅវីដេអូក្រោយ